ចាសម្រាប់คลิปវីដេអូនេះអ្នកគ្រូសូមចែករំលែកទៀតហើយណាសម្រាប់មានបញ្ហារឿងលុយកាក់តាមក៏ប៉ុន្តែអ្នកគ្រូបានចេញវីដេអូជាច្រើនវីដេអូឲ្យរឿងបញ្ហារាំងស្ទះលុយកាក់ណាហើយក៏មានវិធីជាច្រើនអញ្ចឹងពុកម៉ែបងប្អូនហ្វេនរើសយកវិធីមួយណាដែលងាយស្រួលសម្រាប់ខ្លួនឯងហើយឥឡូវនេះអ្នកគ្រូសូមចែករំលែកទៀតហើយមានបញ្ហាលុយកាក់សូមបូជារបស់3យ៉ាងនេះឥឡូវរបស់3យ៉ាងនេះមានអីខ្លះមកស្ដាប់វីដេអូនេះទាំងអស់គ្នាណារបស់នេះបើយើងបូជាបដូរជីវិតបានដូចជាបដិហាងាយអាចធ្វើនៅផ្ទះបានកាយយន្តដាក់ឲ្យคล้ายមកជាល្អទទួលយកទ្រព្យពុកម៉ែបងប្អូននិងហ្វេនទាំងអស់គ្នាការដែលមិនមានបំណុលសោះជាលៀបដល់ប្រពៃការដែលមានបំណុលដោយមិនចាំបាច់វានាំឲ្យមានបញ្ហាក្តៅក្រហាយហើយមើលទៅធ្វើអ្វីក៏រាំងស្ទះធ្វើអ្វីក៏មានមនុស្សមករាំងហេតុមកពីយើងធ្លាប់កុហកឬក៏ធ្លាប់យកប្រៀបដូចគេវាគឺជាវិបាកកម្មមួយលុយរកបានមកត្រូវមានរឿងចាញ់ទៅវិញរហូតត្រូវជួបជាមួយឧបសគ្គផ្សេងធ្វើអ្វីក៏រាំងស្ទះមិនរលូនរកស៊ីមិនឡើងចាប់អ្វីកាន់អ្វីក៏ខូចខាតមិនមានអ្នកណាជួយជ្រោមជ្រែងមើលទៅខាងណាក៏ងងឹតក្រៅពីធ្វើបន់ធ្វើទានតាមអធ្យាស្រ័យហើយអ្នកគ្រូសូមណែនាំជាមួយនឹងគន្លឹះល្អជាមួយនឹងការធ្វើ3យ៉ាងនេះសូមស្ដាប់ទាំងអស់គ្នាចុះណាកាយអណ្ដាក់ឲ្យឡើងព្រមក្នុងការទទួលទ្រព្យសូមបូជា3យ៉ាងនេះទី1បូជាលុយវិធីបូជាលុយធ្វើងាយធ្វើខ្លួនឯងនៅផ្ទះព្រមជាមួយគាថានិងបទសូត្រការធ្វើពិធីកម្មផ្សេងជាជំនឿបុគ្គលពិធីនេះមានជាយូរមកហើយដូចជាការសំពះសុំម្ចាស់ទឹកម្ចាស់ដីការអុជធូបសុំខមាកម្មនៅហាលវាលវិធីផ្លាស់ប្ដូរផ្ទះថ្មីឬក៏សំបីបត់លុយចូលក្នុងកាបូបឲ្យហេងដើម្បីហៅទ្រព្យវិធីបូជាលុយឲ្យមានលុយចាយមិនលំបាកលុយកាក់រលូនមិនរាំងស្ទះមិនមានពាក្យថាគ្មានកើតឡើងចំពោះខ្លួនឯងយ៉ាងពិតប្រាកដអ្វីដែលត្រូវត្រៀមនោះគឺទី1នាំយកអង្ករដាក់កែវទី2ដាក់លុយប៉ុន្មានក៏បានតែលុយនោះត្រូវមានលេខ8នៅខាងចុងទី3នាំយកលុយក្តាស់1000ក្តាស់500ក្តាស់100ហើយដាក់ចូលទៅរួចសូត្រគាថាហៅទ្រព្យវិធីសូត្រជាដំបូងយើងត្រូវសូត្រអ្នកមោ3ចប់ហើយចាប់ផ្ដើមសូត្រដោយគាថានេះឥឡូវចាំសូត្រទាំងអស់គ្នាណាអ្នកមោតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោពុទ្ធិយៈសិទ្ធังអ្នកជីលេតិប្រសិទ្ធិលាភាបះសន្តៈចិត្តតាសទ្ធាបេយ៉ាងមៈសព្ពេជនីពហូជនីសព្ពេទិសាសម្មាខតាកាលភោជនៈវិកាលភោជនីអកិច្ឆយៈអកិច្ឆាហេបេយ៉ាងមៈសេវរីចមហាថេរោសព្ភលាភោនិរន្តរੰតមហੰសង្ខាំងសេរសាអ្នកមិអញ្ចឹងពេលយើងសូត្រគាថានឹងចាប់ហើយសូមឲ្យអធិដ្ឋានថាសូមឲ្យលុយចូលមកគ្រប់ទិសទីសូមឲ្យមានលុយចាយវាយមិនមានខ្វះខាតហើយសូមឲ្យរួចបំណុលផងចុះរួចហើយនាំយកកែវដែលដាក់អង្ករនឹងលុយនោះទៅទុកលើហឹងព្រះចាត់ទុកថាជាកិច្ចចប់ពិធីទី2បូជាពង8គ្រាប់ខនេះហាមភ្លាត់រូបមន្តបូជាពង8គ្រាប់ដាក់លើអង្ករយើងប្រើភេជ្ជៈបែបណាក៏បានដែរដើម្បីស្រូបទាញជោគលាភលុយកាក់ទ្រព្យសម្បត្តិកើនឡើងមានលុយចាយវាយមិនដាច់អ្វីត្រូវត្រៀមទី1ពងមាន់រើសអាលេខធំបំផុត8ពងទី2អង្ករទី3ភេជ្ជៈសម្រាប់ដាក់អង្ករហើយអាចដាក់ពង8គ្រាប់ពីលើអង្ករបានល្មមណាវិធីនាំយកពង8គ្រាប់ដាក់លើភេជ្ជៈដែលដាក់អង្ករបើសិនជាអាចដាក់ខាងជើងនៃផ្ទះឬក៏ដាក់នៅត្រង់ពុទ្ធរូបឬតុធ្វើការក៏បានមិនបាច់អុជធូបទៀនពេលដាក់រួចលើកដៃប្រណម្យឲ្យពោលថាសូមឲ្យពងនេះស្រូបទាំងលៀបទាំងការងារលុយកាក់ឲ្យហូរចូលមកច្រើនហើយសូត្របទសូត្រដូចតទៅនេះសូត្រអ្នកមោ3ចប់តាមដោយគាថាអ្នកមោតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធទាំងបើកធម្មទាំងបើកសង្ឃទាំងបើកលៀបសការៈមាសប្រាក់ហូរចូលមកការងាររលូនចម្រើនរុងរឿងលូតលាស់ឡើងជារៀងរហូតសាធុដូច្នេះសម្រាប់ពងគឺណែនាំឲ្យបដូរមួយអាទិត្យបដូរម្ដងយើងត្រូវបដូរថ្មីរហូតណាបើលោកអ្នកមានជោគវាសនាចូលមកហើយពងដែលយើងបដូរនោះអាចនាំយកមកធ្វើជាអាហារបានសូមណែនាំឲ្យយកពងលេខធំបំផុតក្នុងការយកមកបូជាដើម្បីស្រូបទាញជោគលាភមាសប្រាក់ទាំង8ទិសវិធីទី3ថ្វាយទឹកនៅមុខពុទ្ធរូបពុកម៉ែបងប្អូនកែវទឹកនៅលើហឹងព្រះមិនត្រឹមតែជារបស់បូជាតែប៉ុណ្ណោះទេ
taបើការថ្វាយទឹកព្រះត្រូវតាមវិធីត្រូវតាមក្បួនវានឹងជួយឲ្យលោកអ្នកបានអានិសង្សកាន់តែល្អដល់ជីវិតទៀតផងតើការថ្វាយទឹកព្រះគួរថ្វាយប៉ុន្មានកែវចាំបាច់ត្រូវបដូរទឹករាល់ថ្ងៃទេហើយត្រូវពោលថ្វាយទឹកបែបណាអញ្ចឹងចាំមកស្ដាប់ទាំងអស់គ្នាពេលវេលាដែលស័ក្តិសមនឹងអានិសង្សដែលបានថ្វាយទឹកលើហឹងព្រះពេលវេលាដែលល្អបំផុតក្នុងការថ្វាយទឹកព្រះនិងបដូរទឹកព្រះគឺពេលព្រឹកវេលាម៉ោង 6 នឹងជួយបន្ថែមលាភសក្ការៈបានល្អ 6:30 នាទីបន្ថែមរឿងលុយកាក់បានល្អម៉ោង 7 ជួយរឿងការងារឲ្យល្អបើមិនអាចធ្វើតាមពេលវេលាដែលណែនាំក៏មិនអីណាសំខាន់មិនគួរថ្វាយទឹកឲ្យលើសពីម៉ោង 10 ព្រឹករាប់ទុកថាជាការចាប់ផ្ដើមថ្ងៃថ្មីយ៉ាងមានមង្គលដើម្បីទទួលនៅរឿងល្អនៅថ្ងៃនោះទឹកដែលប្រើក្នុងការថ្វាយលើហឹងព្រះជាទឹកដែលហូបឬទឹកម៉ាស៊ីនក៏បានឲ្យតែជាទឹកថ្លាស្អាតដែលយើងអាចផឹកបានណាព្រោះទឹកបញ្ជាក់ពីភាពស្អាតបរិសុទ្ធនិងជួយបន្ថែមឲ្យជីវិតស្រស់ស្រាយមានចិត្តរីករាយសូមណែនាំឲ្យថ្វាយទឹក3កែវជាការរលឹកដល់ព្រះពុទ្ធពធព្រះសង្ឃដើម្បីជាសិរីសួស្តីធ្វើឲ្យជីវិតមានតែរឿងល្អល្អក្រៅពីនេះសម្រាប់ការថ្វាយទឹកលើហឹងព្រះគួរតែដាក់ទឹកឲ្យជិតពេញកែវតែមិនឲ្យហៀកែវព្រោះការថ្វាយទឹកលើហឹងព្រះជាការជួយបំពេញជីវិតឲ្យជួបតែភាពសម្បូរស្រុកស្ដំមិនខ្វះខាតមានលុយចាយវាយរៀងរហូតគួរបដូរទឹកលើហឹងព្រះឲ្យថ្លាស្អាតរៀងរាល់ថ្ងៃព្រោះការបដូរទឹកព្រះដូចជាការនាំទ្រព្យចូលផ្ទះទទួលយករឿងល្អៗឲ្យចូលផ្ទះបានរាល់ថ្ងៃកុំបណ្ដោយឲ្យទឹកស្ងួតជាដាច់ខាតព្រោះបើទឹកស្ងួតវាប្រៀបដូចជាជីវិតរីងស្ងួតខ្វះភាពស្រស់ស្រាយខ្វះភាពសម្បូរស្រុកស្ដំលុយកាក់រាំងស្ទះសូមណែនាំឲ្យបដូរទឹកហឹងព្រះរាល់ថ្ងៃហើយត្រូវដាក់ទឹកឲ្យជិតពេញកែវរាល់ថ្ងៃដើម្បីជួយឲ្យការងារបានល្អបើមិនអាចថ្វាយបានរាល់ថ្ងៃសូមណែនាំឲ្យថ្វាយរៀងរាល់ថ្ងៃសិលឬថ្ងៃប្រហ័សឬក៏តាមថ្ងៃដែលយើងកើតដើម្បីជាការសប្បាយចិត្តអ្វីដែលសំខាន់គួរមានការថ្វាយទឹកព្រះកុំឲ្យដាច់ទៅបានហើយវិធីនឹងពាក្យថ្វាយទឹកលើហឹងព្រះការថ្វាយទឹកលើហឹងព្រះយើងអាចថ្វាយដោយមិនបាច់អុជធូបក៏បានបើពោលចាប់ផ្ដើមពីការសូត្រអ្នកមក3ចប់ហើយពោលពាក្យថ្វាយទឹកដូចតទៅនេះខ្ញុំព្រះអង្គសូមថ្វាយទឹកនេះដល់ព្រះពុទ្ធពធព្រះសង្ឃសូមឲ្យខ្ញុំព្រះអង្គមានតែសេចក្តីសុខចម្រើនគិតការអ្វីក៏សូមឲ្យសមប្រាថ្នាផងចុះសាធុសាធុសាធុអញ្ចឹងពេលដែលយើងធ្វើហើយពោលហើយសំខាន់នៅលើវាចាថាយើងបានថ្វាយទឹកដល់ព្រះអង្គការថ្វាយទឹកលើហឹងព្រះគួរថ្វាយរាល់ថ្ងៃក្នុងករណីដែលអាចទៅរួចព្រោះជួយធ្វើឲ្យបានអានិសង្សទទួលទាំងរឿងការងារលាភសក្ការៈនិងលុយកាក់ហើយអានិសង្សនៃការថ្វាយទឹកព្រះនេះមាន10ប្រការណាទី1មានភាពស្វាហាប់រហ័សរហួនទី2មានកេរ្តិ៍ឈ្មោះទី3មានភាពស្អាតបរិសុទ្ធទី4ប្រឆាចការស្រេកទឹកទី5មានបរិវារច្រើនទី6មានអាយុវែងទី7មានស្បែកភ្លឺស្អាតទី8មានកម្លាំងទី9មានបញ្ញាទី10មានសេចក្តីសុខចាអញ្ចឹងសម្រាប់វិធីដែលចាអញ្ចឹងក្នុងការបូជារបស់3យ៉ាងដែលធ្វើងាយៗនៅផ្ទះនេះអ្នកគ្រូសូមចែករំលែកបានតែប៉ុណ្្នឹងទេគឺសូមបញ្ចប់ត្រឹមហ្នឹងណាសម្រាប់ពុកម៉ែហ្វេនដែលគិតថាអូមានសទ្ធាអាចធ្វើទៅបានក៏សាកយកវិធីនេះទៅអនុវត្តចុះណាហើយចឹងអ្នកគ្រូសូមឲ្យពុកម៉ែបងប្អូនហ្វេនដែលមានបញ្ហារឿងលុយកាក់រឿងជាពាក់បំណុលក៏សូមឲ្យរកច្រកឃើញហើយក៏មានផ្លូវក្នុងការដោះស្រាយបំណុលហើយក៏សូមឲ្យមានតែសេចក្តីសុខមានលាភសក្ការៈមានបញ្ញាហើយបាននៅមនុស្សសម្បត្តិចុះណាហើយឲ្យមានកែវភ្នែកមើលឃើញធម៌សាធុសាធុសាធុ